របៀបដាក់ fillet នៅក្នុង SketchUp ដោយប្រើប្រាស់ basic tool ឧទាហរណ៍យើងមាន shape ជា rectangle ហើយយើងចង់ដាក់ fillet នៅត្រង់កែងអញ្ចឹងអ្វីយើងប្រើគឺយើងប្រើ offset ពីហើយយើងវាយ radius របស់ fillet ដែលយើងចង់បានឧទាហរណ៍ថា 0.3 បន្ទាប់មកយើងប្រើ pen tool រួចហើយយើងប្រើ 2 point arc បាទគឺយើងគូសជាប់មកយើងនឹងបាន fillet លុបចេញមកបាទចាំបើយើងចង់បាន fillet ដែលមានកម្មផ្សេងពីនឹងទៀតយើងធ្វើដូចគ្នាទីមួយយើងចុចយក offset tool បាទ offset tool តោះមកយើងវាយកម្មដែលយើងចង់បានឧទាហរណ៍ថា 0.4 តោះមកយើងប្រើ pen tool តោះមកយើងប្រើ 2 point arc បាទយើងលុបចេញយើងបាន fillet ដែលមាន radius តាមដែលយើងចង់បាន